ទីផ្សារមាសនៅថ្ងៃអង្គារទី11ខែ3សម្រាប់ការប្រែប្រួលរបស់ទីផ្សារមាសកាលពីម្សិលមិញទីផ្សារមាសចុះមករៀងច្រើនដែរចុះមកដល់តម្លៃ2880ហើយបានឡើងទៅវិញដល់តម្លៃ2896.97សម្រាប់តម្លៃបច្ចុប្បន្ននេះគឺនៅតម្លៃ2896អញ្ចឹងការឡើងច្រើនឡើងទៅវិញច្រើនចូល15លេខសម្រាប់ទីផ្សារមាស15លេខឬក៏20លេខអញ្ចឹងបើយើងមើលអំពីលំហូររបស់ទីផ្សារទៅលើ30នាទីយើងឃើញថាទីផ្សារមាសបានបដូរពីលំហូរឡើងមកជាលំហូរចុះវិញអញ្ចឹងកាលពីម្សិលមិញទីផ្សារបានចុះមកធ្លាយ support ក្រោមដើម្បីមកបង្កើតឡូថ្មីអញ្ចឹងសម្រាប់ទិសដៅរបស់ទីផ្សារភាគរយចុះអាចមានច្រើនអាចចុះមករកតម្លៃ2860ឬក៏ support ក្រោមនេះតម្លៃ2833សម្រាប់ទីផ្សារមាសអញ្ចឹងកន្លែងនេះបន្ទាប់ពីទីផ្សារចុះមកធ្លាយ support រួចមកបង្កើតឡូថ្មីទីផ្សារឡើងទៅលើអញ្ចឹងទីផ្សារអាចបោះចុះមកក្រោមមករក support ក្រោមនិងធ្លាយ support ដើម្បីមកបង្កើតឡូថ្មីទៀតសម្រាប់ទីផ្សារមាសអញ្ចឹងសម្រាប់តម្លៃបច្ចុប្បន្ននេះ2897តម្លៃនេះបើយើង sell យើងអាច sell ទូចបានឬមួយយើងអាចគូស trend line មកអញ្ចឹងទីផ្សារបានឡើងទៅលើវិញប៉ះ trend line អញ្ចឹងតម្លៃបច្ចុប្បន្ននេះទីផ្សារអាចបកចុះមកក្រោមវិញសម្រាប់តម្លៃបច្ចុប្បន្នអញ្ចឹងយើងអាច sell បានក៏ប៉ុន្តែសម្រាប់តម្លៃនេះយើងអាច sell ទូចទៅសម្រាប់ទីផ្សារមាសសម្រាប់តម្លៃ sell យើងអាច sell បាននៅតម្លៃ2897តម្លៃបច្ចុប្បន្នតម្លៃនេះយើងអាច sell ទូចហើយបើសិនជាទីផ្សារបន្តឡើងទៅលើទៀតយើងអាច sell បាននៅតម្លៃ2903និងយើងអាច sell បានទៀតនៅតម្លៃ2911សម្រាប់តម្លៃ sell ហើយចំណែកឯតម្លៃ buy ដោយសារតែទីផ្សារឡើងទៅច្រើនតាំងពីតម្លៃ2880ឡើងទៅវិញរៀងច្រើនអញ្ចឹងយើងរងចាំនៅពេលដែលទីផ្សារចុះមកក្រោមវិញយើងអាចចូល buy បានដែរអញ្ចឹងនៅពេលដែលទីផ្សារចុះមកវិញនៅតម្លៃ2890យើងអាច buy បានក៏ប៉ុន្តែតម្លៃនេះបើយើង buy យើងគូ buy តូចទៅហើយបើសិនជាទីផ្សារបន្តចុះមកក្រោមទៀតយើងអាច buy បាននៅតម្លៃ support កាលពីយប់មិញនៅតម្លៃ2880តម្លៃនេះបើយើង buy ភាគរយចំណេញមានច្រើនជាងតម្លៃខាងលើយល់អស់យើងរងចាំនៅពេលដែលទីផ្សារបកចុះមកក្រោមទូតម្លៃ2880គឺតម្លៃនេះយើង buy ល្អហើយតម្លៃដែល buy ល្អនោះគឺនៅពេលដែលទីផ្សារធ្លាយ support ក្រោមនេះដើម្បីបង្កើតឡូថ្មីអញ្ចឹងនៅពេលដែលទីផ្សារបង្កើតឡូថ្មីទីផ្សារមានភាគរយបកទៅលើវិញច្រើនដោយកន្លែងអញ្ចឹងនៅពេលដែលទីផ្សារធ្លាយ support ទីផ្សារបកទៅលើវិញហើយបានបកចុះមកក្រោមដើម្បីបង្កើតឡូថ្មីអញ្ចឹងសម្រាប់តម្លៃ2871នេះគឺល្អក្នុងការ buy អញ្ចឹងតម្លៃនេះយើងអាចដាក់ buy limit បានយើងអាចដាក់2តម្លៃ buy limit នៅតម្លៃ2880និង2871អញ្ចឹងសម្រាប់ព័ត៌មានគឺនៅម៉ោង9មានពណ៌ក្រហមអញ្ចឹងព័ត៌មាននេះអាចធ្វើឲ្យមានប្រែប្រួលមធ្យមអាច10លេខឬក៏លើសតិចតួចសម្រាប់ព័ត៌មាននៅម៉ោង9នេះអញ្ចឹងយើងមើលការព្យាករណ៍គេ7.65ហើយតំណែងលើកមុនគឺ7.60អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារល្អសម្រាប់បងប្អូនដែលចង់បើក account trade នៅ BlackRock អាចឆាតតាម Telegram 016879511ហើយខ្ញុំមានជា channel Telegram បងប្អូនអាចចូលរួមបាន
ហើយក្នុងចំណងនេះខ្ញុំមានការវិភាគភាគច្រើនទៅលើទីផ្សារមាសក៏ដូចជាទីផ្សារ forex ផងដែរអញ្ចឹងបងប្អូនអាចចូលរួមបាន